សួស្តីអ្នកទាំងអស់គ្នាខ្ញុំត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងតវិភាគមុនគឺយើងដឹងហើយថាស៊ូអេនឹងកំពុងតែសផានេអត់ដឹងថាអ្នកណាគេអ្នកផ្ញើសារមកទេពេលហ្នឹងអូនចុកគាត់ក៏សួរថាមានរឿងអីមិនតែទិញទូរស័ព្ទថ្មីមែនហើយអ្នកក្នុងថ្នាក់ក៏នាំគ្នានិយាយដើមស៊ូអេទល់ពេញនឹងថាអូស៊ូអេនឹងកើតអីហ្នឹងអ្នកខ្លះទៅក៏ថាស៊ូអេនឹងសុកចេញមកកញោងកញ្ញាំងខឹងគេហ្មងហើយស៊ូអេយើងគាំងមែនតើពេលហ្នឹងដោយសារតែគាត់ដឹងថាមិនមែនជាអូនយកហើយបើមិនមែនជាអូនយកសួរថាអ្នកណាគេទៅធ្វើរឿងចឹងហើយរំលងពីរឿងដែលបានកើតឡើងហ្នឹងមកដល់ម៉ោងរៀនហ្នឹងស៊ូអេហ្នឹងក៏នៅតែអត់អស់ចិត្តដែរស៊ូអេហ្នឹងថាមានរឿងអីមួយហើយចម្លែកព្រោះតែពេលដែលគាត់កាន់ទូរស័ព្ទបង្ហាញរូបដាក់អូនយកហ្នឹងគឺគាត់កាន់ទូរស័ព្ទហ្នឹងចប់រហូតហេតុអីបានសុករូបហ្នឹងបាត់អស់លីងហើយពេលហ្នឹងទូរស័ព្ទ Jelly Pop ហ្នឹងក៏រោម្ដងទៀតពេលដែលស៊ូអេបើកមកហ្នឹងក៏ឃើញមានរូបទឹកកតាហើយក៏មានសារមួយផ្ញើថាគួរអាណិតដល់ហើយគ្រាន់តែស៊ូអេគាត់ឃើញរូបទឹកកតានឹងភ្លាមគឺគាត់ចាំហ្មងថាបតោងទឹកកតាហ្នឹងគឺជាកាដូដែលគាត់ជូនទៅឲ្យមីនូចឹងហើយស៊ូអេហ្នឹងក៏លះងាកទៅមើលមីនូហើយក៏ឃើញថាកតាមីនូគឺអត់មានបតោងទឹកកតាហ្នឹងទេហើយស៊ូអេហ្នឹងក៏សម័យដល់ទៅពេលដែលគាត់ហ្នឹងយកកាដូហ្នឹងទៅឲ្យមីនូពេលហ្នឹងមីនូស្រឡឹងហើយក៏និយាយថាឡើងដូចកូនក្មេងស៊ូអេក៏ថាចង់មានន័យថាម៉េចទៅយកទៅដាក់ជាប់នឹងកតាបទៅអូខេហើយមីនូក៏និយាយថាមិនអីទេចាំគាត់យកដាក់កតាបប៉ុន្តែពេលដែលស៊ូអេទៅបាត់ហ្នឹងគឺមីនូហ្នឹងមើលទៅដូចជាមិនទៅជាចាប់អារម្មណ៍ជាមួយនឹងកាដូហ្នឹងហ្មងទេហើយយើងក៏មិនច្បាស់ដែរថាពេលហ្នឹងមីនូធ្វើអីដាក់ទឹកតាមួយហ្នឹងហើយពេលហ្នឹងក៏មានសារហ្នឹងផ្ញើមកបន្តទៀតក៏សួរស៊ូអេថានឹកគិតថាមិត្តរបស់យើងហ្នឹងស្រឡាញ់យើងទេមែនពេលហ្នឹងស៊ូអេគាត់អត់ចង់ជឿគាត់ថាអត់ទេគាត់ហ្នឹងត្រូវតែបំភ្លេចការគិតហ្នឹងចោលប្រហែលជាបតោមួយហ្នឹងវារុះចេញពីកតារបស់មីនូឯងនិយាយទៅចេញមក positive queen ហ្មងពេលហ្នឹងស៊ូអេហ្នឹងគាត់ក៏ទាញទូរស័ព្ទហ្នឹងឲ្យផ្ញើសារទៅវិញគាត់ថាអ្នកឯងជាណាគេគិតថារឿងហ្នឹងគឺជារឿងកំ pl ែងមែនស្រាប់តែមានសារហ្នឹងញ៉ាំមកវិញថាមិនចង់ដឹងថាខ្ញុំហ្នឹងជាណាគេពេលហ្នឹងស៊ូអេឡើងភ័យហ្មងដោយសារតែសារដែលគាត់ទៅសេមិញហ្នឹងគឺគាត់អត់ទាន់បានចុចផ្ញើទេប៉ុន្តែគេលោតសារតបមកមុនបាត់ហើយពេលហ្នឹងគ្រាន់តែឮសលេងជួងរោភ្លាមស៊ូអេយើងគឺយកទូរស័ព្ទហ្នឹងទៅបោះចោលនៅក្នុងធុងសម្រាមភ្លាមហើយគិតក្នុងចិត្តថាអើយប្រហែលជារឿងហ្នឹងបញ្ចប់បានត្រឹមហ្នឹងហើយពេលហ្នឹងស៊ូអេក៏ឃើញថារ៉ាអឹមជាមួយមីនូហ្នឹងកំពុងតែដើរមកមួយគ្នាពេលហ្នឹងស៊ូអេហ្នឹងគាត់លើកដៃរហៅហើយប៉ុន្តែពេលដែលគាត់ឃើញថារ៉ាអឹមជាមួយមីនូហ្នឹងកំពុងតែលេងស្និទ្ធស្នាលកាន់ដៃកាន់ជើងគ្នាហ្នឹងហើយពេលហ្នឹងរ៉ាអឹមគាត់ឃើញស៊ូអេគាត់ក៏ហៅស៊ូអេហ្នឹងគឺគាត់អត់គិតអត់បានទេគាត់គិតទៅដល់សារមនុស្សមិនស្គាល់ផ្ញើមកគាត់ហ្នឹងហើយចូលមកដល់ក្នុងថ្នាក់វិញហ្នឹងស៊ូអេហ្នឹងគឺគ្មានអារម្មណ៍រៀនអីទេអង្គុយតែសេគិតពីរឿងទាំងអស់ឆ្ងល់មែនតើថាណាគេឬក៏ទូរស័ព្ទហ្នឹងមានខ្មោចនៅក្នុងហ្នឹងគិតមិនក៏ដោយក៏វាមើលទៅវាអត់សមហេតុផលស្រាប់តែពេលហ្នឹងមានសិស្សម្នាក់ហ្នឹងស្រែកថាលោកគ្រូអត់ទាន់ឆែកកិច្ចការផ្ទះទេពេលហ្នឹងគាត់ថាត្រូវហើយឥឡូវទាំងអស់គ្នាបើកសភៅទំព័រទី47មកហើយគាត់ឆែកមើលបន្តិចពេលហ្នឹងអ្នកក្នុងថ្នាក់ហ្នឹងគឺងាកមុខមកមองអ្នកគ្នាយល់អារម្មណ៍ហើយថាគ្រូហ្នឹងគឺត្រូវភ្លេចកិច្ចការផ្ទះហ្នឹងហើយប៉ុន្តែស្រាប់តែមានសិស្សម្នាក់ហ្នឹងមករំលឹកលោកគ្រូហើយយើងបានឲ្យដឹងផងដែរថាអ្នកដែលរំលឹកគ្រូហ្នឹងគឺណាទេគឺជាអូនយកយើងហ្នឹងហើយចង់អ្នកក្នុងថ្នាក់ហ្នឹងយកស្បែកជើងគប់គាត់ក៏គាត់អត់ខ្វល់ដែរហើយអូនយកយើងគឺគាត់ធ្វើចរិតឡើងអៀងហើយហ្មងគាត់ថាមិនបើអញ្ចឹងមិនធ្វើកិច្ចការផ្ទះហ្នឹងឲ្យហើយទៅហើយពេលហ្នឹងស៊ូអេយើងគឺសម្លឹងមុខអូនយកជាប់គាត់ថាអ្នកដែលគួរឲ្យសង្ស័យជាងគេនៅទីហ្នឹងគឺអូនយកហ្នឹងហើយអូនយកយើងហ្នឹងក៏លេងភ្នែកទៅចំជាមួយនឹងស៊ូអេកំពុងតែស្រឡឹងមកអូនយកយើងតម្លាក់បិទចោលហ្មងហើយអូនយកហ្នឹងគាត់ឆ្ងល់ទៅថាស៊ូអេហ្នឹងមើលមុខគាត់ទៅអីហើយពេលហ្នឹងស៊ូអេគាត់កំពុងតែគិតថាមាននរណាគេដែលស្គាល់ស៊ូអេហ្នឹងច្បាស់ហើយមាននរណាគេហ្នឹងដឹងថាស៊ូអេហ្នឹងស្រឡាញ់មីនូជាងមីនូហ្នឹងស្រឡាញ់ស៊ូអេគាត់ណាប្រកាសជាអូនយកហ្នឹងហើយពេលហ្នឹងអូនយកគាត់ឆ្ងល់ពេកស៊ូអេហ្នឹងស្រឡឹងមុខគាត់អត់ដាក់ភ្នែកគាត់ហ្នឹងក៏និយាយមហោបថាអីគេតែស៊ូអេហ្នឹងអត់មាត់ឯនៅស្រឡឹងមុខគាត់ថាហើយណាមួយសម័យឥឡូវអ្នកនៅប្រើទូរស័ព្ទចឹងវាកម្រមានណាមានតែមនុស្សម្នាក់ហ្នឹងឯងដែលប្រើទូរស័ព្ទ Jelly Pop ហ្នឹងអត់មានណាគេប្រើទេអាហ្នឹងដូចតែសម័យឥឡូវចឹងយើងទៅរកអ្នកណាប្រើអញចុចពើទៅវាអត់មានទេសុកហ្នឹងស្រាប់តែពេលហ្នឹងឮសំឡេងចម្រៀងហើយស៊ូអេគាត់ឮចម្រៀងហ្នឹងគាត់ថាគាត់ស្គាល់ចម្រៀងមួយហ្នឹងពេលហ្នឹងគ្រូបរិញ្ញាគាត់ថាអាណាគេអត់ទាន់ឲ្យទូរស័ព្ទយកទូរស័ព្ទចេញមកភ្លាមចានិយាយទៅគឺម៉ោងរៀនហ្នឹងគឺគ្រូគាត់ដកទូរស័ព្ទប៉ុន្តែស្រាប់តែឮមានសំឡេងទូរស័ព្ទប្រូហើយស៊ូអេគាត់ឡើងឆ្ងល់ព្រោះឮមកហ្នឹងឮចេញពីក្នុង locker ហើយគ្រូគាត់ប្រាប់ឲ្យអ្នកដែលអង្គុយជាប់ locker ហ្នឹងទៅបើកមើលពេលហ្នឹងគេទៅបើកហ្នឹងគឺបើកចំ locker របស់ស៊ូអេសិស្សដែលគាត់រកឃើញគាត់សួរថា Jelly Pop ទូរស័ព្ទ Jelly Pop ហ្នឹងជាបងអូនយកត្រូវអត់ប៉ុន្តែហេតុអីបាននៅក្នុងទូដាក់អីវ៉ាន់របស់ស៊ូអេពេលហ្នឹងស៊ូអេគឺគាត់បាសសក់ជ្រងយកហ្មង
ដោយសារតែគាត់នឹងចាំបានច្បាស់ថាគាត់នឹងបានយកទៅបោះចោលចូលក្នុងធុងសំរាមហើយហេតុអីបានវាមកនៅក្នុង locker របស់គាត់ទៀតហើយពេលនោះគឺក្នុងឋានៈនឹងចលាចលមែនទែនដោយសារតែទូរស័ព្ទ Jelly Pop គេថាជាបងអូនយកហេតុអីបានទៅនៅក្នុងទូរបស់ស៊ូអេពេលនោះលោកគ្រូនឹងគាត់ក៏សួរថាអូនយកអាហ្នឹងគឺជាទូរស័ព្ទរបស់យើងទៅអត់តែអូនយកគាត់ក៏លើកទូរស័ព្ទរបស់គាត់ឡើងហើយគាត់ថាអត់ទេរបស់គាត់គឺនៅជាមួយគាត់នេះស្រាប់តែពេលនោះគ្រូគាត់ចាប់បានគាត់ថាហេតុអីបានពីរនាក់យើងនឹងនៅតែមានទូរស័ព្ទនឹងខ្លួនទៀតលោកគ្រូនឹងក៏ប្រាប់ថាអូនយកនឹងស៊ូអេយកទូរស័ព្ទនឹងមកឲ្យខ្ញុំហើយទូរស័ព្ទនឹងយកវិញអត់បានទេរហូតដល់ចេញទៅផ្ទះអូនយកលឺឲ្យឈឺក្បាលហ្មងអើយអត់ទេពេលនោះលោកគ្រូថាម៉េចមានបញ្ហាមែនតែស៊ូអេយើងគឺអត់តន់បាត់ភ័យទេព្រោះគាត់នៅគិតថាគាត់បោះចោលហើយហេតុអីបានវានៅតែមកវិញទៀតហើយនៅពេលដែលចេញទៅផ្ទះហ្នឹងពីរនាក់ហ្នឹងគាត់ក៏មកយកទូរស័ព្ទលោកគ្រូហ្នឹងគាត់ក៏ទេសនាទៅគាត់ថាគាត់ដកទូរស័ព្ទហ្នឹងមិនមែនគាត់អត់ហេតុផលទេលោកគ្រូគ្រាន់តែចង់ឲ្យពួកយើងណាតាំងអារម្មណ៍បន្តិចនៅពេលដែលគ្រូកំពុងតែបង្រៀននេះហើយបើគ្រូបង្រៀនពួកយើងឥឡូវតែចុចទូរស័ព្ទហ្នឹងពួកយើងមិនបែកអារម្មណ៍ហើយក៏ទេសនាប្លាទៅទៀតទៅពេលហ្នឹងចាបាទតាមហ្នឹងទៅគ្រូគាត់បន្ទាប់ពីទេសនាឆ្អិនហើយគាត់ថាឥឡូវល្អហើយពីរនាក់ហ្នឹងទៅវិញបានបន្ទាប់ពីទទួលបានទូរស័ព្ទដើរចេញមកវិញទាំងពីរនាក់ហ្នឹងស៊ូអេហ្នឹងក៏ឮសំឡេងសារចូលមកទូរស័ព្ទនៅក្នុងដៃរបស់គាត់ហើយនៅពេលដែលស៊ូអេគាត់បើកមកហ្នឹងគាត់ឃើញថាមីនូហ្នឹងគឺជាអ្នកផ្ញើមកដោយសួរថាមិនដែរថ្ងៃហ្នឹងចង់ទៅអ៊ីនធឺណិតកាហ្វេអត់តែពេលហ្នឹងស៊ូអេរៀងឆ្ងល់ដែរទូរស័ព្ទមួយហ្នឹងហេតុអីក៏មានមីនូហ្នឹងផ្ញើសារមកតែពេលហ្នឹងអូនយកគាត់ថាជប់សិនអានេះរបស់ខ្ញុំឯងអានេះបានរបស់យើងនេះអាហ្នឹងមិនយើងដឹងថាពីរនាក់ហ្នឹងគឺច្រឡំទូរស័ព្ទគ្នាហើយពេលហ្នឹងទូរស័ព្ទពិតប្រាកដរបស់ស៊ូអេហ្នឹងក៏រោឡើងហើយក៏មានសាររបស់មីនូប្រាប់ថាថ្ងៃហ្នឹងគឺគាត់អត់អាចបានទៅក្រៅជាមួយនឹងស៊ូអេបានទេដោយសារតែគ្រូបង្វឹករបស់គាត់ហ្នឹងមកហើយគេដាក់ emoji ឡើងសែតចឹងថាគេហ្នឹងក៏សោកស្ដាយដែរអត់បានទៅដើរលេងជាមួយនឹងស៊ូអេប៉ុន្តែចៃដន្យអីស៊ូអេហ្នឹងគឺគាត់ដឹងការពិតអីដោយសារតែគាត់ទៅមិនឃើញសារលោតទៅចូលក្នុងទូរស័ព្ទអូនយកមិញហ្នឹងស៊ូអេគ្រាន់តែដឹងហើយគឺបាក់ទឹកចិត្តយកហ្មងអូនយកគាត់ឃើញសារហ្នឹងគឺគាត់ដឹងហើយថាមីនូប្រកាសជាមកដើរលេងជាមួយមិត្តភក្តិទុកសង្សារចោលគាត់ហួសចិត្តគាត់ហ្នឹងក៏សួរស៊ូអេទៅគាត់ថាស៊ូអេហ្នឹងទៅចូលចិត្តអាមនុស្សចឹងនៅត្រង់ណាតែស៊ូអេហ្នឹងក្តៅឆេវតើហេមិនខ្វល់ម៉េះហ៎ខ្ញុំសួរហេតុអីបានខ្វល់ម៉េះខ្ញុំចូលចិត្តគាត់ឬមិនចូលចិត្តអូនយកក៏ជិតតបឆាតនិយាយទាំងហីថាខ្ញុំអត់ខ្វល់ផងហើយពេលហ្នឹងយើងឃើញកាយវិការអូនយកហ្នឹងគឺគាត់ពិតជាអត់ខ្វល់មែនហើយពេលហ្នឹងគ្រាន់តែទូរស័ព្ទមកអូនយករោភ្លាមអូនយកទទួលនិយាយថាអូខេទៅហើយក៏ដើរចេញទៅបាត់ទៅហើយពេលហ្នឹងស៊ូអេហ្នឹងក៏ឮសំឡេងរោចេញពីទូរស័ព្ទ Jelly Pop ហ្នឹងទៀតហើយដល់ក្នុងសារហ្នឹងគឺផ្ញើមកសុទ្ធតែពាក្យសើចហាពេញហ្នឹងហើយក៏មានសារមួយទៀតផ្ញើមកថាអ៊ីនធឺណិតកាហ្វេធំជាងសង្សារពេលហ្នឹងស៊ូអេខឹងហ្មងសម្លឹងទៅកាន់អូនយកហ្នឹងហើយសារហ្នឹងនៅតែលោតមកទៀតថាមិននៅចង់នៅជាមួយនឹងអាមនុស្សប្រុសចឹងទៀតមែនហើយកាត់មកដល់ផ្ទះណាស៊ូអេហ្នឹងគាត់ក៏និយាយប្រាប់ទៅកាន់រ៉ាអឹមគាត់ថាថ្ងៃហ្នឹងមានរឿងចម្លែកកើតឡើងរ៉ាអឹមគាត់ក៏សួររឿងចម្លែកអីគេស៊ូអេក៏ប្រាប់ទៅគាត់ថាមានអ្នកណាម្នាក់ហ្នឹងយកទូរស័ព្ទមកទុកនៅក្នុងទូរបស់ខ្ញុំហើយស៊ូអេហ្នឹងក៏បានដកទូរស័ព្ទ Jelly Pop ហ្នឹងចេញមករ៉ាអឹមគាត់ឃើញគាត់ក៏ថាខែងទូរស័ព្ទ Jelly Pop ហ្នឹងប្រហែលជារបស់អូនយកឯងស៊ូអេក៏ប្រាប់ទៅដំបងឡើយខ្ញុំក៏គិតអញ្ចឹងដែរប៉ុន្តែវាមិនមែនជារបស់គាត់ហ្នឹងរ៉ាអឹមគាត់ក៏សួរថាអញ្ចឹងរបស់ណាគេស៊ូអេគាត់ក៏ថាគាត់ហ្នឹងក៏អត់មានតម្រុយដែរប៉ុន្តែអាចថាជារបស់អូនយកដែររ៉ាអឹមគាត់ឆ្ងល់គាត់ថាប៉ុន្តែហែងស៊ូអេហ្នឹងនិយាយមិញថាមិនមែនរបស់អូនយកឯងស៊ូអេគាត់ចង់និយាយថាខ្ញុំគិតថាគាត់ហ្នឹងអាចនឹងកុហកហើយរំលងពីហេតុការណ៍ហ្នឹងមកប្រហែលថ្ងៃក្រោយមកស្រាប់តែថ្ងៃមួយហ្នឹងគឺមានភ្លៀងធ្លាក់ខ្លាំងហើយចាំម៉ោងកីឡាគឺយើងដឹងហើយម៉ោងកីឡាវាច្រើនគឺយើងទៅហាត់នឹងក្រៅហើយដល់ពេលមេឃភ្លៀងអញ្ចឹងហាត់អត់កើតទេយើងនឹងក៏ឃើញសិស្សហ្នឹងគាត់មកប្រជុំគ្នានៅក្នុងសាលស្រាប់តែពេលហ្នឹងគ្រូកីឡាគាត់ដើរមកអាណាគេប្រាប់ថាថ្ងៃហ្នឹងអត់រៀនដោយសារមេឃភ្លៀងចាំមើលអាណាអត់បដូរកៅអៅកីឡាអញដកបន្ទុកអីអស់ស្រាប់តែពេលហ្នឹងសិស្សគាត់ស្រែកតវ៉ាគាត់ថាប៉ុន្តែលើកមុនមេឃភ្លៀងគ្រូអត់រៀនផងគ្រូថាបិទកញ្ចប់មាត់ហែងហើយមកជុំគ្នាមកអញហៅឈ្មោះគ្រូហ្នឹងគាត់ក៏ប្រាប់ទៅដោយសារតែមេឃភ្លៀងយើងហាត់អត់កើតទេអញ្ចឹងហើយយើងនឹងលេងហ្គេមចាប់គូគេចគ្រាប់បាល់ឥឡូវគ្រប់គ្នាហ្នឹងស្វែងរកដៃគូរបស់យើងទៅតែគេហ្នឹងគឺចាប់กระดาษដាក់លេខអញ្ចឹងណាគេដែលបានលេខដូចគ្នាគឺជាគូជាមួយនឹងគ្នាស៊ូអេពេលហ្នឹងគាត់ហួសចិត្តមែនតើគាត់ថាមនុស្សមកកណើមិនចាប់គូបានហេតុអីបានគាត់ហ្នឹងមកបានជាមួយនឹងម្នាក់ហ្នឹងហើយស៊ូអេហ្នឹងគាត់ឆ្ងល់មែនតើម៉ាយៈហ្នឹងគឺងាកជួបជាមួយនឹងអាតប៉ៃអូនយកនឹងរហូតហើយគាត់ហ្នឹងក៏មើលអូនយកទាំងរបៀបថាសង្ស័យហើយអូនយកយើងគាត់ឆ្ងល់អោយតាស៊ូអេមើលមុខគាត់ងីងើហើយស៊ូអេគាត់ថាយើងនឹងបានលេខ18ទៅអត់ហើយអូនយកគាត់ក៏បង្ហាញលេខរបស់គាត់គាត់ថាប្រហែលលេខ18ហើយពេលអូនយកគាត់ក៏សួរថាឥឡូវមិនចង់លេងវាបែបម៉េចយើងនឹងគួរតែលេងឲ្យអស់ពីសមត្ថភាពឬក៏យើងនឹងរកវិធីសាស្ត្រអីមួយស៊ូអេគាត់ថាអីគេសុទ្ធតែរកវិធីសាស្ត្រគ្
គ្រាន់តែលេងបន្លំពីដើមទៅហើយដល់ពាក់កណ្ដាលហ្គេមហ្នឹងធ្វើចាញ់ដើរចេញទៅអូនយងក៏សួរថាធ្វើអញ្ចឹងកើតដែរអូនយងក៏បន្តទៅថាមិនអីទេអញ្ចឹងបើសិនជាយើងហ្នឹងមានភាពជឿជាក់ទៅលើការសម្ដែងរបស់យើងលេងបែបធម្មតាលោកអេហ្នឹងគឺសង្ស័យអូនយងនឹងអត់បាត់ឯគាត់ថាហេតុអីបានសុកអាប៉ែហ្នឹងធ្វើដូចឯណារុះរាយរាក់ទាក់ម៉េះហើយគាត់នឹងពិបាកផ្លូវអារម្មណ៍មែនតើហេតុអីបានមកចាប់គូបានជាមួយនឹងអត្តប៉ែហ្នឹងក្នុងចិត្តស៊ូអេណាគាត់ថាគាត់ប៉ងចង់បានចាប់គូមួយនឹងមីនូហើយស៊ូអេហ្នឹងគាត់គិតថាអូយមីនូប្រហែលជាសែតហើយអត់បានធៀមជាមួយនឹងខ្លួនតែពេលដែលក៏លើទៅមីនូហ្នឹងគឺថាមីនូហ្នឹងគឺសប្បាយចិត្តមែនតើបានគូជាមួយនឹងអ្នកផ្សេងស៊ូអេយើងហ្នឹងក្តៅឆេវមួយសារទៀតទៅហើយពេលហ្នឹងយើងក៏ឃើញថាពេលដែលកំពុងលេងហ្នឹងស៊ូអេចាប់ទីងអូនយកកវីកវត្តពេញហ្នឹងអូនជុំគាត់ថាអូយគាត់មិនដឹងសោះថាស៊ូអេហ្នឹងចង់ឈ្នះដល់ថ្នាក់ហ្នឹងពេលហ្នឹងស៊ូអេគាត់ថាអត់ទេតាមពិតហ្នឹងគឺគាត់អត់ខ្វល់ទេគាត់មិនចង់ឈ្នះចង់អីប៉ុន្តែគ្រាន់តែបាល់ហោះមកភ្លាមគឺគាត់ទាញអូនយកនឹងប្រកាច់ប្រកិនអូនយកគាត់ទ្រាំលែងបានគាត់ថាហេមិនចង់ហែកអាវគាត់មែនឬក៏គិតថាអាវគាត់ហ្នឹងទូចពេកបានមកជួយទាញឲ្យវាយាហើយពេលនោះយើងក៏លឺមីនូស្រែកប្រាប់គេថាគប់គប់បាល់ហ្នឹងគប់ឲ្យត្រូវស៊ូអេគប់ត្រូវក្បាលនេះគប់ឲ្យខ្លាំងគប់ត្រូវជើងក៏បានដែរពេលនោះគ្រាន់តែស៊ូអេយើងលឺពាក្យសម្ដីរបស់មីនូហើយស៊ូអេយើងក្នុងអារម្មណ៍គាត់ពេលនោះគឺគាត់ឈឺចាប់ក្នុងនាមជាសង្សាររបស់គេប៉ុន្តែមីនូបែរជានិយាយចឹងឈឺចាប់ហើយគាត់ខឹងខ្លាំងមែនតើពេលនោះអូនយកយើងនៅក្បែរហ្នឹងគាត់ប្រាប់ថាស៊ូអេអត់មានត្រូវចាញ់ទេណាធ្វើមិនក៏ដោយត្រូវតែធម្មតាបានបើចាញ់ឥឡូវខ្មាស់គេឲ្យព្រោះយើងចិត្តឈ្នះមែនតើហើយយប់ហ្នឹងខ្ញុំដេកមិនលក់ឲ្យបើសិនជាខ្ញុំចាញ់ស៊ូអេយើងរៀងរឹកដែរថាបានហើយកុំធ្វើអីណាត្រាម៉ាពេកនិយាយថាទ្រាំតាដល់វេនគេគប់បាល់ដាក់2នាក់ហ្នឹងភ្លាមគឺម្នាក់នាំគ្នាទៅដើមនេះគប់2នាក់ហ្នឹងអូនយកហ្នឹងស្រែកមកហេខាងយើងអត់មានណាគេជួយចាប់បាល់អីបើលេងមកគេសម្រុកគប់តែ2នាក់ហ្នឹងពេលនោះមីនូគាត់ក៏យកបាល់មកមួយគាត់ថាឲ្យអាហ្នឹងមកគាត់បង្ហើយហ្គេមហ្នឹងហ្មងហើយមីនូគាត់លេងមែនតើហ្មងគាត់យកបាល់ហ្នឹងតម្រង់ផងថាគប់ឲ្យត្រូវស៊ូអេយើងខកចិត្តគាត់អត់ទៅណាគាត់នៅឈររងបាល់ហ្នឹងហ្មងតែពេលនោះបរោះសង្ហាអូនយកយើងហ្នឹងក៏ចាប់បាល់ឲ្យហើយគាត់ហ្នឹងក៏និយាយថាហេហែងគិតថាដូចគប់មកដូចជ្រុលពេកហីពេលនោះស៊ូអេយើងជឿចាប់មែនតើឡើងភ្នែកអាលីងអាលងហ្មងអត់ស្មានថាមីនូហ៊ានធ្វើអញ្ចឹងពេលនោះអូនយកហ្នឹងក៏ហុចបាល់ទៅឲ្យស៊ូអេស៊ូថាមិនចង់សងសឹកអត់អីបើសិនជាអត់ចង់តែពេលនោះភ្លាមស៊ូអេហ្នឹងក៏កញ្ឆក់បាល់មកវិញគាត់ថាពីណាគេដែលថាមិនចង់សងសឹកហើយក៏យកបាល់ហ្នឹងគប់មកទៅហឹងទៅខាងនោះវិញហើយពេលនោះក៏ត្រូវក្បាលដៃគូរបស់មីនូស្រែកអូយហើយមនុស្សគ្រប់គ្នាគ្រាន់តែឃើញអញ្ចឹងគឺស្ងាត់ជ្រាបហ្មងស៊ូអេគាត់មានអារម្មណ៍ថាគាត់គប់ទៅវារៀងលឹះដែរគាត់គិតថាគាត់សុំទោសតែពេលនោះមីនូស្រែកដាក់គាត់ក្នុងថាហេស៊ូអេហេតុអីបានយើងគប់បាល់ខ្លាំងម៉េះយីវាគប់គេមិនវាគប់ខ្លាំងដែរថាអាចប់